ស្វាគមន៍ពីខេត្តស្ទឹងត្រែងម្សិលមិញពួកខ្ញុំបាននៅកញ្ចេះហើយថ្ងៃនេះមកដល់ស្ទឹងត្រែងក៏ប៉ុន្តែដោយសារ challenge របស់ខ្ញុំ100វីដេអូអញ្ចឹងកុំឲ្យខាតខ្ញុំនៅតែចេញបន្តឆ្លៀតនៅវីដេអូដែលខ្ញុំអាចចែករំលែកទៅបានវីដេអូថ្ងៃនេះគឺយើងនឹងនិយាយអំពីការជ្រើសរើសរបស់យើងទាក់ទងជាមួយនឹងសុវត្ថិភាពហើយនិងសេរីភាពរបស់យើងត្រង់នេះខ្ញុំចង់សួរបងប្អូនដែរថាបងប្អូនដែលធ្លាប់មានអារម្មណ៍ថាខ្លួនឯងកំពុងតែប្រឈមនឹងបញ្ហាអីមួយដូចជាកំពុងតែឈរនៅចំណុចកណ្ដាលនៃការសម្រេចចិត្តដ៏លំបាកមួយឧទាហរណ៍បងប្អូនមានការងារមួយដែលមានប្រាក់ខែដែលធានាបងប្អូនប្រចាំខែបានបងប្អូនមានអារម្មណ៍ថាបងប្អូនមានសុវត្ថិភាពសម្រាប់បងប្អូនប៉ុន្តែការងារនោះគឺវាធ្វើឲ្យបងប្អូនបែរជាមានអារម្មណ៍ធុញទ្រាន់ហើយនឹងគ្មានការរីកចម្រើនទៅវិញឧទាហរណ៍មួយទៀតដូចជាបងប្អូនមានឱកាសចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនដែលធ្វើឲ្យបងប្អូនមានអារម្មណ៍រំភើបនឹងការគិតរបស់បងប្អូនថាក្តីស្រមៃរបស់បងប្អូននោះនឹងមានសុវត្ថិភាពសម្រាប់បងប្អូនហើយនឹងមានសេរីភាពសម្រាប់បងប្អូនប៉ុន្តែជាក់ស្ដែងវាពោរពេញទៅដោយហានិភ័យហើយនិងភាពមិនច្បាស់លាស់របស់បងប្អូននៅឡើយក្នុងអារម្មណ៍ដែលយើងប្រឈមនៅចំណុចកណ្ដាលបែបនេះគឺយើងតែងតែមានអារម្មណ៍ថាយើងត្រូវតែជ្រើសរើសយកតែមួយតែយើងគួរតែយកសុវត្ថិភាពឬក៏គួរតែជ្រើសរើសយកសេរីភាពប៉ុន្តែបងប្អូនមានដឹងទេថាការគិតបែបនេះវាគឺជាអន្ទាក់មួយសម្រាប់យើងហើយនៅក្នុងវីដេអូនេះគឺយើងនឹងមកស្វែងយល់អំពីរបៀបដែលយើងអាចជ្រើសរើសយកទាំងពីរបានគឺទាំងសុវត្ថិភាពហើយនិងទាំងសេរីភាពរបស់យើងតាមរយៈអ្វីដែលយើងហៅថាតុល្យភាពនៃយុទ្ធសាស្ត្ររបស់យើងមុននឹងយើងទៅរកតុល្យភាពគឺយើងត្រូវតែយល់អំពីអ្វីដែលយើងកំពុងតែថ្លឹងថ្លែងជាប្រចាំថ្ងៃរបស់យើងជាមុនសិនទីមួយនោះគឺតាក់ទងជាមួយនឹងសេរីភាពដែលយើងហៅវាថា liberty សេរីភាពមិនមែនគ្រាន់តែជាការធ្វើអ្វីក៏បាននោះទេនៅក្នុងបរិបទនេះវាគឺជាសិទ្ធិរបស់យើងនៅក្នុងការធ្វើសកម្មភាពការប្រថុយប្រថាននិងការដេញតាមគោលដៅដ៏ពិសេសផ្ទាល់ខ្លួនរបស់យើងវាគឺជាធម៌ពលនៃការរីកចម្រើនហើយនិងការច្នៃប្រឌិតរបស់យើងចំណែកឯទី2វិញគឺតាក់ទងជាមួយនឹងសុវត្ថិភាពដែលយើងហៅវាថា safety សុវត្ថិភាពនេះគឺជាតម្រូវការមូលដ្ឋានរបស់យើងនៅក្នុងការការពារភាពមានសណ្ដាប់ធ្នាប់និងភាពអាចទស្សន៍ទាយបានរបស់យើងវាគឺជាធម៌ពលនៃស្ថិរភាពនិងសន្តិភាពផ្លូវចិត្តរបស់យើងផ្ទាល់ប៉ុន្តែបញ្ហានោះគឺថារឿងទាំងពីរនេះវាតែងតែមានភាពតានតឹងដាក់គ្នាទៅវិញទៅមកជានិច្ចបើសិនជាយើងជ្រើសរើសយកសុវត្ថិភាព 100% គឺយើងត្រូវតែលះបង់សេរីភាពទាំងស្រុងហាក់បីដូចជាយើងជាប់នៅក្នុងគុកអញ្ចឹងដែរតែបើសិនជាយើងជ្រើសរើសយកសេរីភាព 100% វិញគឺយើងត្រូវតែលះបង់សុវត្ថិភាពទាំងស្រុងដូចគ្នាដែរវាហាក់បីដូចជាការរស់នៅរបស់យើងរស់នៅក្នុងព្រៃដែលគ្មានច្បាប់ជាដើមដូច្នេះគន្លឹះគឺមិនមែនជាការជ្រើសរើសយកមួយណានោះទេបងប្អូនតែគឺជាការស្វែងរកតុល្យភាពរបស់យើងផ្ទាល់តែម្ដងតុល្យភាពរវាងសុវត្ថិភាពហើយនិងសេរីភាពរបស់យើងនេះគឺវាមិនដែលនៅស្ងៀមហើយយើងទទួលបានវានោះទេបងប្អូនវាប្រៀបដូចជាការបើករថយន្តអញ្ចឹងដែរបងប្អូននៅពេលដែលយើងបើកបរនៅលើផ្លូវស្រួលហើយផ្លូវដែលយើងស្គាល់ផ្លូវនោះច្បាស់យើងនឹងអាចបើកក្នុងល្បឿនលឿនបានហើយនេះហើយដែលយើងហៅវាថាជាសេរីភាពខ្ពស់របស់យើងក៏ប៉ុន្តែនៅពេលដែលអាកាសធាតុអាក្រក់ឬក៏ផ្លូវមិនស្រួលផ្លូវរអិលជាដើមការបើកបររបស់យើងគឺនឹងជួបនៅវិបត្តិនៅតាមផ្លូវទាំងនោះយើងក៏ត្រូវតែបន្ថយល្បឿនហើយនឹងមានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នាដែរបងប្អូនដែលនេះហើយគឺជាសុវត្ថិភាពខ្ពស់របស់យើងផ្ទាល់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងក៏ដូចគ្នាដែរបងប្អូននៅពេលដែលយើងមានវិបត្តិឧទាហរណ៍ដូចជាយើងជួបនៅជំងឺរាតត្បាតឬក៏វិបត្តិសេដ្ឋកិច្ចជាដើមយើងតែងតែលះបង់សេរីភាពខ្លះរបស់យើងដើម្បីយកនៅសុវត្ថិភាពហើយនិងស្ថិរភាពរបស់យើងហើយនៅពេលដែលមានការរីកចម្រើនឧទាហរណ៍ពេលដែលយើងមានសុខភាពល្អមានប្រាក់សន្សំគ្រប់គ្រាន់គឺយើងគួរតែធ្វើផ្ទុយពីនេះវិញគឺយើងហ៊ានប្រថុយប្រថានបន្តិចដើម្បីទទួលបានការរីកចម្រើនថ្មីរបស់យើងផ្ទាល់ក៏ប៉ុន្តែបញ្ហាវានឹងកើតឡើងនៅពេលដែលយើងជាប់គាំងនៅក្នុងពេលណាមួយបងប្អូនឧទាហរណ៍វិបត្តិវាបានកន្លងផុតទៅហើយតែយើងនៅតែបន្តរស់នៅដោយការភ័យខ្លាចនិងប្រុងប្រយ័ត្នហួសហេតុពេកដូច្នេះតើយើងត្រូវតែធ្វើដូចម្តេចដើម្បីរក្សាតុល្យភាពនេះឲ្យបានដើម្បីរកតុល្យភាពនេះបានយើងត្រូវតែដោះស្រាយសំណួរពីរដែលបងប្អូនគួរតែសួរខ្លួនឯងឲ្យបានញឹកញាប់សំណួរទី1នោះគឺតើខ្ញុំកំពុងតែប្រុងប្រយ័ត្នហួសហេតុពេករហូតដល់បាត់បង់ឱកាសនៃការរីកចម្រើនមែនដែរឬទេប្រសិនបើជាចម្លើយរបស់បងប្អូនមែននោះមានន័យថាជីវិតរបស់បងប្អូនគឺកំពុងតែស្ថិតនៅចន្លោះភាពស្ងប់ស្ងាត់ដោយសារភាពភ័យខ្លាចពេករបស់បងប្អូនត្រង់នេះគឺមានន័យថាវាដល់ពេលដែលបងប្អូនត្រូវហ៊ានប្រថុយប្រថានដល់សមហេតុផលហើយការប្រថុយប្រថាននោះដូចជាការចុះឈ្មោះរៀនជំនាញថ្មីការចាប់ផ្ដើមធ្វើគម្រោងទូចមួយឬក៏ហ៊ាននិយាយគំនិតរបស់ខ្លួនចេញមកជាដើមសំណួរទី2តើខ្ញុំកំពុងតែហ៊ានប្រថុយប្រថានដែលមិនសមហេតុផលដែលធ្វើឲ្យសុវត្ថិភាពរបស់ខ្ញុំមានគ្រោះថ្នាក់
មែនដែរឬទេប្រសិនបើចម្លើយរបស់បងប្អូនមែននោះមានន័យថាជីវិតរបស់បងប្អូនកំពុងតែវឹកវរឬហ៊ានហួសហេតុពេកវាមានន័យថាវាដល់ពេលដែលបងប្អូនត្រូវតែថយមួយជំហានបង្កើតសណ្ដាប់ធ្នាប់របស់បងប្អូនសន្សំលុយឬក៏ថែរក្សាសុខភាពរបស់បងប្អូនឡើងវិញជាដើមបងប្អូនវិធីសាស្ត្រដែលយើងអាចអនុវត្តបាននោះគឺចូលកំណត់ព្រំដែននៃការហ៊ានប្រថុយរបស់យើងដែលយើងហៅវាថា risk boundary ឧទាហរណ៍ខ្ញុំហ៊ានវិនិយោគលុយ 10% នៃប្រាក់សន្សំរបស់ខ្ញុំដើម្បីសាកល្បងអាជីវកម្មថ្មីមួយក៏ប៉ុន្តែខ្ញុំនឹងមិនប៉ះពាល់វាដល់ 90% ដែលទុកសម្រាប់ការចំណាយប្រចាំថ្ងៃរបស់ខ្ញុំនោះទេនេះហើយគឺជាការហ៊ានប្រថុយប្រឋានដ៏សមហេតុផលបងប្អូនការស្មោះត្រង់ចំពោះការដោះដូររវាងសេរីភាពនិងសុវត្ថិភាពនេះគឺជាគន្លឹះរបស់យើងនៅពេលដែលបងប្អូនយល់ពីវាបងប្អូនមិនចាំបាច់ជ្រើសរើសយកតែមួយទៀតនោះទេបងប្អូនអាចរចនាជីវិតមួយដែលមានទាំងជីវិតគួរឲ្យរំភើប excitingដោយសេរីភាពនិងមានសុវត្ថិភាព stable តុល្យភាពយុទ្ធសាស្ត្រនេះហើយដែលនាំឲ្យយើងមានសុខុមាលភាពពិតប្រាកដហើយវាធានាថាផ្លូវជីវិតរបស់យើងវាមិនត្រូវបានដឹកនាំដោយការភ័យខ្លាចឬការស្រមើស្រមៃសុទ្ធសាធនោះទេតែវាត្រូវបានដឹកនាំដោយព័ត៌មានទាំងឡាយដែលពិតប្រាកដនិងមានប្រយោជន៍សម្រាប់យើងសូមបងប្អូនសួរខ្លួនឯងថាតើចិញ្ចៀនជីវិតរបស់ខ្ញុំកំពុងលំអៀងទៅខាងណាហើយតើខ្ញុំត្រូវតែកែតម្រូវវាយ៉ាងដូចម្តេចដើម្បីឲ្យវាមានតុល្យភាពឡើងវិញសម្រាប់ជីវិតរបស់បងប្អូន